គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ក៏ពិភពលោកជើងជន់លើដីថាមិនដែលខ្លាចអ្វីមានជីវិតដូចខ្លាជប់ចេញដើមមានបាក់ហឺហាឆ្លុះពងវិញលេងស្មោះសាឡាតូចដល់ធំខ្ញុំខូចអស់ហើយផ្លូវមួយនេះគ្មានកោះគ្មានត្រើយឲ្យសួរដល់ស្លាប់ក៏គ្មានអ្នកឆ្លើយផ្លូវមួយនេះវាគ្មានប្រយោជន៍ឡើយពីតូចមិនស្ដាប់អញ្ចឹងដល់ចាស់ទៅបានដេកស្ដាយពេលវេលាជាមាសប្រាក់មិនខំរកគិតតែចាយធ្វើខំតែមួយដងប៉ុន្តែឲ្យស្ដាយមួយជីវិតគិតបងតិចគិតបងតិចមុននឹងធ្វើយើងត្រូវគិតមកក្រោយក៏ព្រោះតែកូនមិនស្ដាប់អូនមិនគិតសាងតែបាបឲ្យច្បាស់ជាយ៉ាប់កែមិនទាន់បានសបាយមិនទាន់ចិត្តកំពុងតែលងប្រានល្ងាចមិនទាន់ចុងគ្នាបោះម៉ូតូលើកដៃឲ្យនាំគ្នាស្រែកហូគ្មានអ្នកគ្រប់គ្រងមានតែអ្នកជេរគេថាពួកអានឹងវាគ្មានប្រយោជន៍យ៉ាស្រណងអ្នកមិនដែរទឹកភ្នែកជោគពលមានតែរឿងក្តៅក្រហាយក្នុងទូងតឹងណែនបារម្ភនឹងកូនចោលមកសៀតចំណៃរកូនវិញបង្ហងម៉ូតូប្រងព្រាតម៉ែអីរុងនៅប្រឹងព្រោះកូនគ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ Yo Hey Yeah Okay Let's go Yo ការនៅដល់ថាមិនដែលខ្លាចគេឲ្យមើលមុខអញចង់លេងមែនទេមើលស្រួលប្រយ័ត្នមានស្នាមធ្នេមិនមែនសេរីចាស់តែអសេរីមេដាក់កាត់ស្ដោះទឹកមាត់បើសិនចង់ហក់ស្រួលប្រយ័ត្នភ្លាត់មិនសិនមួយថ្ងៃប្រយ័ត្នតែគេទាត់មើលទៅហើយដូចជាស្ទាត់បើសិនតែភ្លើមិនក៏ឲ្យធ្វើដូចចេះសួរអីក៏ឆ្លើយដូចវាមិនទាត់តម្រេះរៀនវាមិនចុះពូកែតែបុកនេះកែនិយាយវាមិនស្ដាប់មានតែចាប់វាប្រដៅចុះអស់ភ្លើល្អវាទៅវាមិនទៅស្ដាប់តាមបងគឺមិនខុសតែអពើស្ដាប់តាមបងគឺមិនខុសតែអពើឲ្យកែខ្លួនទៅអាណិតដល់ម៉ែអើគ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ក៏ពិភពលោកជើងជន់លើដីថាមិនដែលខ្លាចអ្វីមានជីវិតដូចខ្លាជប់ចេញដើមមានបាក់ហឺហាឆ្លុះពងវិញលេងស្មោះសាឡាតូចដល់ធំខ្ញុំខូចអស់ហើយផ្លូវមួយនេះគ្មានកោះគ្មានត្រើយឲ្យសួរដល់ស្លាប់ក៏គ្មានអ្នកឆ្លើយផ្លូវមួយនេះវាគ្មានប្រយោជន៍ឡើយពីតូចមិនស្ដាប់អញ្ចឹងដល់ចាស់ទៅបានដេកស្ដាយពេលវេលាជាមាសប្រាក់មិនខំរកគិតតែចាយធ្វើខំតែមួយដងប៉ុន្តែឲ្យស្ដាយមួយជីវិតគិតបងតិចគិតបងតិចមុននឹងធ្វើយើងត្រូវគិតមកក្រោយក៏ព្រោះតែកូនមិនស្ដាប់អូនមិនគិតសាងតែបាបឲ្យច្បាស់ជាយ៉ាប់